ជំរាបសួរ Gen Z Gen Alpha ទាំងអស់គ្នាពេលនេះសូមអញ្ជើញទស្សនារឿងសកម្មភាព Day របស់យើងបន្តទៀតប៉ុន្តែកុំភ្លេចចុច Subscribe Channel សណ្ដែកខៀវម្នាក់មួយផងអរគុណច្រើនតោះយើងចាប់ផ្ដើមការភិបមុននៅពេលដែលអុយនៅហាងម៉ាម្នាក់ឯងហ្នឹងសមាជិកដែលរកឃាតករដៃឆៅម្នាក់ដែលមានឈ្មោះថារំដួលគេក៏បានមកដល់ហាងម៉ារបស់សកម្មភាពប៉ុន្តែរឿងមិនល្អនោះគឺអុយកំពុងនៅហាងម៉ាម្នាក់ឯងបន្ទាប់មករំដួលក៏បានសួរទៅកាន់អុយថាតែប្តីរបស់នាងសកម្មភាពនៅឯណាអុយក៏បានឆ្លើយវិញថាសកម្មភាពប្តីរបស់នាងពេលនេះគឺមិននៅនោះទេប៉ុន្តែរំដួលក៏បានតបយ៉ាងកាចវិញថានាងគឺមិនបាច់ប្រឹងនិយាយកុហកនោះទេគេស្អប់បំផុតមនុស្សដែលនិយាយកុហកដោយខឹងនឹងអុយមិនប្រាប់បែបនេះរំដួលក៏បានចាប់ហែកຕົកជាពីរនិងបោករបស់របរនៅក្នុងហាងហើយរឿងកាន់តែធ្ងន់ទៀតនោះរំដួលក៏បានចាប់ច្របាច់ករបស់អុយព្យាយាមនឹងសម្លាប់អុយចោលតែម្ដងនេះគឺជាការព្រមានចុងក្រោយហើយបើអុយនៅតែមិនប្រាប់ទៀតនោះរំដួលនឹងចាប់ច្របាច់កអុយឲ្យស្លាប់តែម្ដងប៉ុន្តែភ្លាមៗនោះរឿងមិននឹកស្មានក៏បានកើតឡើងអុយក៏បានកាច់ម្បាក់ដៃរបស់រំដួលហើយរំដួលក៏បានផ្លាច់ចិត្តមែនទែននារីអីក៏រឹងមាំម្លេះអាចកាច់ម្បាក់ដៃរបស់គេបានហើយរំដួលនៅតែឆ្ងល់ទៀតថាហេតុអ្វីនារីម្នាក់នេះគឺមានកម្លាំងខ្លាំងម្លេះរួចការពិតជាក៏បានដឹងផងដែរអុយម្នាក់នេះគឺជាណាកុំោបំលែងខ្លួនសោះប៉ុន្តែតែមួយវិប្រិតភ្នែកនៅពេលដែលរំដួលមិនទាន់បាននិយាយអីផងណាកុំោក៏បានមកក្រោយខ្នងរបស់រំដួលដែលធ្វើឲ្យរំដួលនឹងគឺភិតភ័យមែនទែនអត់ទាន់បាននិយាយអីផងអាប៉ែនេះគឺខ្លាំងមែនទែនការពិតទៅសកាម៉ូតូនិងណាកុំោក៏បានរៀបចំផែនការរួចទៅហើយដូច្នេះហើយសកាម៉ូតូក៏បានឲ្យណាកុំោមើលហាងរបស់គេមួយថ្ងៃប៉ុន្តែឲ្យណាកុំោនៅចាំហាងបែបនេះគឺមិនមែន free ទេគឺគិតលុយមិនរងចាំយូរណាកុំោក៏បានដកអាវុធរបស់គេចេញមកប៉ុន្តែរំដួលក៏បានអួតទៅកាន់ណាកុំោថាគេធ្លាប់សម្លាប់មនុស្ស432នាក់ដូច្នេះហើយគេមិនខ្លាចសម្លាប់ណាកុំោម្នាក់ទៀតនោះទេប៉ុន្តែណាកុំោគឺជាមនុស្សដែលនិយាយច្រើនផងក៏បានតបទៅកាន់រំដួលវិញថាចំនួនមនុស្ស432នាក់ដែលរំដួលឯងសម្លាប់នេះគឺជាចំនួនកាកនោះទេពេលដែលលើបែបនេះហើយរំដួលគឺខឹងខ្លាំងមែនទែនក៏បានស្ទុះទៅវាយណាកុំោភ្លាមៗតែម្ដងប៉ុន្តែមួយដៃដែលរំដួលវាយទៅនឹងគឺវាយខ្យល់នោះទេប៉ុន្តែណាកុំោក៏បាននៅក្រោយខ្នងរបស់រំដួលទៅវិញហើយមិនត្រឹមតែប៉ុណ្ណោះនឹងណាកុំោក៏បានលួចទូរស័ព្ទរបស់រំដួលចេញពីហៅប៉ៅហើយមកចុចលេងថែមទៀតផងជួយអាប៉ែនេះលួចទូរស័ព្ទអញលឿនមែនអញមើលអត់ទាន់ផងហើយណាកុំោក៏បានធ្វើឲ្យរំដួលខឹងថែមម្ដងទៀតរំដួលក៏បានយករបស់របរនៅក្នុងហាងគប់ទៅកាន់ណាកុំោប៉ុន្តែអត្តស្ពីតរបស់រំដួលមិនអាចធ្វើអ្វីទៅកាន់ណាកុំោបាននោះទេណាកុំោវិញគឺកិច្ចឡើងយាយស្រួលតែម្ដងពេលដែលព្យាយាមវាយប្រហារទៅកាន់ណាកុំោឡើងហត់ហើយចំណែកឯណាកុំោវិញគឺបាត់ខ្លួនមិនដឹងទៅណានោះទេចំណែករំដួលវិញពេលដែលបាត់ណាកុំោបែបនេះក៏បានស្វែងរកគ្រប់ទីកន្លែងរកមើលនឹងទូទឹកកកផងនឹងធុងទឹកកកអីផងគឺអត់ឃើញនោះទេប៉ុន្តែរំពេចនោះណាកុំោក៏បានបង្ហាញខ្លួនមកនឹងចាច់ច្របាច់ករំដួលឡើងចង់ដាច់ខ្យល់រំដួលក៏បានភ្ញាក់ផ្អើលទៀតថាប៉ែនេះគឺមានរូបរាងតូចនោះទេប៉ុន្តែកម្លាំងវិញគឺខ្លាំងមែនទែនណាកុំោចាប់ក្រវែងរំដួលឡើងដោយសម្លៃហើយណាកុំោក៏បាននិយាយទៅកាន់រំដួលថាគេមិនចង់ខាត់ពេលជាមួយរំដួលទៀតនោះទេហើយណាកុំោក៏បានបង្ហាញអាវុធដ៏កាចសាហាវរបស់គេចេញមកតែយើងអ្នកមើលទាំងអស់គ្នានឹងគឺអត់ទាន់ឃើញនោះទេគឺឃើញជាលើកទី1ប៉ុន្តែមុននឹងសម្រាប់រំដួលចោលណាកុំោក៏មានហ្គេមឲ្យរំដួលលេងផងដែរគេមានគ្រប់លោកលាក់1រំដួលអាចរើសពីលេខ1ដល់លេខ6តែគេស្រឡាញ់លេខមួយណាគឺរើសលេខ1ហ្នឹងទៅដោយរំដួលរឿងក្បាលព្រមលេងបែបនេះណាកុំោក៏បានចាប់ដើមលបែងតែម្ដងណាកុំោក៏បានចាប់ដើមវិជាបំភាន់ភ្នែករំពេចនោះគ្រាប់លោកលាក់មនុស្សក៏បាននៅក្នុងមាត់របស់រំដួលទៅវិញគ្រាប់លោកលាក់នោះក៏បានកន្លុកចុះឡើងនៅក្នុងមាត់របស់រំដួលហើយលេខដែលចេញមកនោះគឺជាលេខ3ពេលដែលចេញលេខមកហើយតែមួយព្រឹកភ្នែកគឺណាកុំោក៏បានកាត់ក្បាលរបស់រំដួលដាច់ប៉ាត់តែម្ដងនៅក្នុងហាងម៉ានមួយនេះនៅពេលដែលសម្រាប់រំដួលរួចហើយរឿងដែលណាកុំោបារម្ភនោះគឺណាកុំោគឺទៅរៀបចំហាងម៉ានរបស់សកម្មតោឲ្យដូចដើមវិញចំណែកឯសកម្មតោស៊ីននិងលូលូវិញបន្ទាប់ពីការប្រយុទ្ធគ្នាជាមួយសហើយសកម្មតោក៏បាននាំស៊ីនមកម៉ាស្សានិងចាក់សរសៃមួយកន្លែងតែសារការប្រយុទ្ធគ្នាជាមួយសបែបនេះដែលធ្វើឲ្យស៊ីននឹងគឺជាប់សរសៃខ្លះៗគឺមិនទាន់អាចធ្វើចលនាបាន 100% នោះទេលោកយេមីយ៉ាក៏បានយកមកចូលចាក់សរសៃឲ្យស៊ីនយ៉ាងប្រុងប្រយ័ត្នចំណែកឯស៊ីនវិញគឺស្រែកយំដូចជាជ្រូកគេចាក់កអញ្ចឹងចំណែកការមកដល់ HK វិញពេលនេះគេកំពុងប្រឈមគ្នាជាមួយនឹងសមាជិកដដែលរកគ្រីមីណលម្នាក់ហើយសមាជិកដដែលរកគ្រីមីណលម្នាក់នោះគឺជាអាផាតដែលពេលនេះអាផាតគឺកំពុងព្យាយាមវាយប្រហារទៅកាន់ HK ដែលគ្រាប់កំភ្លើងរបស់ HK នឹងគឺមិនអាចធ្វើអ្វីអាផាតបាននោះទេដោយសារតែសរសៃខ្សែអាផាតដែលជាអាវុធរបស់គេនឹងគឺមាំខ្លាំងពេកអញ្ចឹងហើយ HK ដែលចេះបាញ់តែកំភ្លើងនឹងមិនអាចធ្វើអ្វីទៅកាន់អាផាតបាននោះទេគឺមានអត្តមេប្រយោជន៍ប៉ុន្តែរំពេចនោះអាផាតក៏បានប្រើខ្សែរបស់គេនឹងគឺទាញមកបាក់កំភ្លើងរបស់ HK ខ្ទេចដូច្នេះហើយគឺធ្វើឲ្យ HK នឹងគឺគ្មានអាវុធអីមកតទល់ជាមួយនឹងអាផាតទេនោះទេអាផាតក៏បានប្រើខ្សែរបស់គេចងចាប់ HK ជាប់ហើយនឹងទាញខ្សែនេះបណ្ដាច់ខ្លួនរបស់ HK ជាកង់តែម្ដងចំណែក HK វិញគឺបានភ័យនោះទេក៏បាននិយាយទៅកាន់អាផាតវិញថាសំណាងរបស់គេគឺមកដល់ហើយចំណែកអាផាតវិញគឺបានឆ្ងល់ថាតើសំណាងអ្វីទៅហើយសំណាងរបស់ HK នោះគឺជាសកម្មតោរបស់យើងនេះឯងសកម្មតោគឺបានមកដល់ទីនេះហើយគាត់លេងមកចេញពីចរាយន្តភ្លាមមិនទាន់នឹងស្អីនោះទេសកម្មតោក៏បានស្ទុះទៅវាយអាផាតពេញតែម្ដងដោយអត្តស្ពីតរបស់សកម្មតោលឿនបែបនេះអាផាតគឺមើលមិនទាន់នោះទេការពិតទៅមុនមកដល់ទីនេះគឺ HK ក៏បានឃើញសកម្មតោនៅខាងក្រោមហើយក៏បានប្រើកំភ្លើងរបស់គេនឹងបាញ់មួយគ្រាប់ជាសញ្ញាឲ្យសកម្ម
បន្ទប់មកជួយហើយអាផាតក៏បានងើបមកនិយាយវិញថាមួយដៃអាមិញមិញគឺឈឺណាស់វើយគឺគេខានទទួលអារម្មណ៍ឈឺបែបនេះយូរហើយមួយដៃរបស់សាកាម៉ូតូមិញនេះធ្វើឲ្យអាផាតទទួលបានអនុស្សាវរីយ៍ចាស់ៗខ្លះមិនចាំយូរកាប់យកគ្នាសាកាម៉ូតូនិងអាផាតក៏បានចាប់ផ្ដើមឡើងអាផាតក៏បានប្រើសបុកពីងពីងរបស់គេចាប់ចងសាកាម៉ូតូជាប់ប៉ុន្តែហេងអីពេលនេះសាកាម៉ូតូក៏បានលូតចេញតាន់សាកាម៉ូតូក៏បានលូហៅប៉ៅរបស់គេមើលថាមានអាវុធអីមកប្រើការបានអត់មានបិចមានសភើអីមកធ្វើជាអាវុធកើតអត់ប៉ុន្តែក្នុងហៅប៉ៅរបស់គេនឹងគឺគ្មានអ្វីឡើយអាផាតក៏បានប្រើអធិដ្ឋរបស់គេមកវាយលើសាកាម៉ូតូជាបន្តបន្ទាប់ហើយនៅពេលដែលមានអាកាសចាប់ចងសាកាម៉ូតូជាប់ជាលើកទី2ហើយអាផាតក៏បានត្រៀមប្រើខ្សែពីងពីងរបស់គេទាញផ្ដាច់ខ្លួនរបស់សាកាម៉ូតូហើយនៅពេលដែលត្រៀមផ្ដាច់ខ្លួនរបស់សាកាម៉ូតូនោះរំពេចនោះសាកាម៉ូតូក៏បានស្ទុះមកនៅក្រោយខ្នងរបស់អាផាតទៅវិញហើយក៏បានដាក់អាផាតមកដៃពេញតែម្ដងហើយមួយដៃរបស់សាកាម៉ូតូមិញនេះធ្វើឲ្យពួកគេធ្លាក់មកដល់ខាងក្រោមនិងធ្វើឲ្យអាផាតឃ្លាតឈាមជាលើកទី1បន្ទាប់មកពេលដែលសាកាម៉ូតូនិងអាផាតវាយធ្លាក់មកដល់ខាងក្រោមអាផាតក៏ចង់និយាយពាក្យខ្លះទៅកាន់សាកាម៉ូតូប៉ុន្តែសាកាម៉ូតូវិញក៏តបវិញថាយើងគឺគ្មានពេលស្លាប់ឯនោះទេអាសក់ប្រូវីប៉ុន្តែអាផាតក៏បានឆ្លើយសួរទៅកាន់សាកាម៉ូតូថាតើសាកាម៉ូតូជាមនុស្ស introvert ឬក៏ extrovert ប៉ុន្តែសាកាម៉ូតូរបស់យើងវិញគឺមិនយល់ពីអាផាតនិយាយនោះទេបន្ទាប់មកសាច់រឿងក៏រំលឹកទៅអតីតកាលនៅពេលដែលអាផាតនៅក្មេងកាលពីក្មេងអាផាតគឺជាក្មេងដែលខុសពីគេមិនចេះតាក់ទងជាមួយមនុស្សនិងមិនអាចចូលសង្គមជាមួយក្មេងដទៃទៀតបាននោះទេម្ដាយរបស់គេមិនខ្វល់ពីគេសោះរហូតដល់អាផាតស្ទើរតែមិនចាំសម្លេងម្ដាយរបស់ខ្លួនឯងមានតែឪពុករបស់គេប៉ុណ្ណោះដែលនៅស្រឡាញ់និងព្យាយាមតាមជួយគេឪពុករបស់អាផាតបានឲ្យតុក្កតាមួយទៅដល់គេដើម្បីឲ្យគេហាត់និយាយនិងតាក់ទងជាមួយមនុស្សដទៃទៀតតែនៅពេលដែលអាផាតព្យាយាមរាប់អានជាមួយក្មេងដទៃទៀតអាផាតត្រូវបានក្មេងដទៃទៀតហៅថាមនុស្សចម្លែកពាក្យនោះហើយធ្វើឲ្យអាផាតចាប់ផ្ដើមខឹងនិងមិនចេញកំហឹងទៅលើតុក្កតាដំបូងគេគ្រាន់តែកាត់លេងតែប៉ុណ្ណោះបន្ទាប់មកកាន់តែធ្ងន់ទៅដល់ថ្នាក់ប្រើកន្ត្រៃកំបិតនិងបញ្ចូលចាក់បំផ្លាញវាក្រោយមកអាផាតចាប់ផ្ដើមមានចិត្តត្រជាក់ខ្លាំងថ្ងៃមួយឪពុកគេត្រឡប់មកផ្ទះវិញហើយឃើញអាផាតកំពុងកាត់សាកសោតសត្វមួយឪពុកគេភ័យខ្លាំងណាស់ហើយក៏គិតថាកូនប្រហែលមានបញ្ហាខួរក្បាលដូច្នេះក៏នាំអាផាតទៅមន្ទីរពេទ្យប៉ុន្តែគ្រូពេទ្យប្រាប់ថាអាផាតគឺធម្មតាមិនមានជំងឺអ្វីឡើយប៉ុន្តែចំណុចដែលបំផ្លាញជីវិតអាផាតពិតៗនោះគឺជាឪពុកម្ដាយរបស់គេប៉ុន្តែឪពុករបស់អាផាតបានសើចទៅកាន់គ្រូពេទ្យយ៉ាងខ្លាំងថាកូនខ្ញុំមិនមែនជាបិសាចនោះទេហើយក៏បានរុញអាផាតចេញយ៉ាងខ្លាំងផងដែរហើយឪពុករបស់គេក៏បាននិយាយពាក្យដូចក្មេងដទៃទៀតទៅកាន់គេពាក្យទាំងអស់នេះឮហើយដែលធ្វើឲ្យអាផាតកាន់កំហឹងខ្លាំងមែនទែនដោយកំហឹងនឹងការឈឺចាប់អាផាតក៏បានយកកន្ត្រៃចាក់ឪពុកខ្លួនឯងរហូតដល់ស្លាប់ចាប់ពីពេលនោះមកអាផាតគឺមានគំនិតប្លែកៗថាការសម្លាប់មនុស្សគឺជាវិធីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដទៃទៀតគេគិតថាមនុស្សទាំងអស់សុទ្ធតែដូចគ្នានៅខាងក្នុងដូច្នេះការសម្លាប់ធ្វើឲ្យមានអារម្មណ៍ថាមិនឯកានោះឡើយដូច្នេះហើយអាផាតជ្រើសរើសការសម្លាប់មនុស្សគឺជាការភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកខាងក្រៅប៉ុន្តែនៅពេលដែលសាកាម៉ូតូឮហើយសាកាម៉ូតូក៏បាននិយាយទៅកាន់អាផាតវិញថានេះគឺជាវិធីដែលឈ្គួតលាបំផុតដែលធ្វើឲ្យអាផាតឮហើយគឺខឹងខ្លាំងមែនទែនក៏ស្ទុះវាយទៅកាន់សាកាម៉ូតូសារជាថ្មីរួចទឹកទី2រវាងពួកគេក៏ចាប់ផ្ដើមឡើងអាផាតក៏ប្រើអាវុធខ្សែពីងពីងរបស់គេកាត់ Tower នេះជា2ដើម្បីឲ្យ Tower នេះធ្លាក់សង្កត់ទៅមនុស្សខាងក្រោមប៉ុន្តែសំណាងល្អពេលនោះសាកាម៉ូតូក៏បានប្រើខ្សែចង Tower នេះជាប់វិញពួកគេនៅតែបន្តយុទ្ធគ្នាបន្តទៀតសាកាម៉ូតូក៏បានយកចន្តាមួយវាយចំអាផាតពេញធ្លាក់មកដល់ខាងក្រោមហើយអាផាតមិនចោះចាញ់នោះទេក៏បានប្រើសម្លាញ់ពីងពីងរបស់គេវាត់ទៅកាន់សាកាម៉ូតូជាច្រើនដងហើយសាកាម៉ូតូបានយកអាវុធគៀនណៃគប់ទៅកាន់អាផាតត្រូវពេញហើយការប្រយុទ្ធដ៏ខ្លាំងក្លានេះសាកាម៉ូតូគឺជាអ្នកមានប្រៀបជាងមួយជើងដ៏ធ្ងន់របស់សាកាម៉ូតូមួយនេះធ្វើឲ្យអាផាតធ្លាក់ពីលើទីខ្ពស់គ្មានលំនឹងអាចគ្មានអ្វីតោងនោះទេនៅពេលដែលអាផាតធ្លាក់ពីលើទីខ្ពស់រៀបនឹងស្លាប់ហើយទៅនោះចំណែកអាសាកាម៉ូតូរបស់យើងវិញគឺមិនបានស្លាប់អាផាតនោះទេបែរជាជួយសម្រួលជីវិតរបស់អាផាតទៅវិញហើយការប្រយុទ្ធដ៏ស្វិតស្វាមួយនេះគឺសាកាម៉ូតូជាអ្នកឈ្នះប៉ុន្តែសាកាម៉ូតូមិនបានសម្លាប់អាផាតនោះទេថែមទាំងយកអាផាតធ្វើជាសាកាម៉ូតូ family ម្នាក់ទៀតថែមទៀតផងពេលនេះអាផាតគឺចូលមកក្រុមគ្រួសាររបស់សាកាម៉ូតូទៅហើយបន្ទាប់ពីចប់សង្គ្រាមអាផាតភ្ញាក់ឡើងនៅកន្លែងរបស់សាកាម៉ូតូហើយភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះពួកគេមិនសម្លាប់គេនោះទេស៊ីនលូលូនិងហេសគេសូម្បីតែអង្គុយផឹកតែជាមួយគេធម្មតានិងធ្វើជាមិត្តថែមទៀតផងនេះគឺជាលើកដំបូងដែលអាផាតមានអារម្មណ៍ថាមានមនុស្សទទួលយកគេពិតៗហើយយើងក៏បានឃើញបរិយាអាកំបាំងអិចនោះផងដែរគឺជាស្លពេលនេះស្លកំពុងរៀបចំផែនការធំរបស់គេក្នុងការបំផ្លាញពិភពឃាតករមួយនេះដែលភាគក្រោយបង្ហាញថាសង្គ្រាមធំពេលនេះកំពុងចាប់ផ្ដើមហើយសូមអ្នកពឹងសាកាម៉ូតូពេលនេះអេមិនសូមស្លេះធំនេះសិនបើគិតថារឿងនេះល្អមើលកុំភ្លេចចុច like Subscribe ម្នាក់មួយផងអរគុណច្រើនសូមឲ្យសុខភាពល្អទាំងអស់គ្នាបាយបាយ